សួស្តីបងប្អូនទាំងអស់គ្នាល្ងាចនេះសូរិនគេសម្អាតស្បែកជើងទុកពាក់ទៅរៀនដោយសារឃើញម៉ែឪរវល់ពេកចឹងហើយក៏ប្រមូលស្បែកជើងខ្លួនឯងដោះទុកសម្រាប់ពាក់ទៅរៀនហើយដោះនេះមិនមែនពេលភ្លឺទេណាបងប្អូនមកតែគេនឹកឃើញដោះស្បែកជើងហ្នឹងគឺម៉ោង7 យប់ជាងហើយម៉ោង7 យប់ជាងហ្នឹងគេក៏លេចទៅឃើញស្បែកជើងគេប្រឡាក់ហ្នឹងគេទៅទាញចានដែកទាញសាប៊ូទាញអីមកបាញ់ទឹកដាក់ដោះស្បែកជើងហ្នឹងហើយគ្រាន់តែមួយគូហ្នឹងគឺមិនដឹងដោះប្រហែលនាទីបានហើយទេដោះផងយកបាតដៃលាងផងលាងឲ្យលើកឲ្យដាក់ចូលដោះវិញទៀតដោះអត់សូវស្អាតទេតែស្អាតមិនស្អាតយើងរៀនឲ្យគាត់ធ្វើទៅបើគាត់ចង់ឲ្យគាត់ធ្លាប់ដៃដល់ពេលធំឡើងគឺគាត់ធ្លាប់ចេះធ្វើខ្លួនឯងហ្មងហើយ